ខ្ញុំបានទទួលលុយ$123ពី YouTube ពេលហ្នឹងគឺខ្ញុំរកលុយបាន$133ប៉ុន្តែដោយសារថ្លៃពន្ធកាត់$10អញ្ចឹងយើងបាន$123លុយប៉ុណ្នេះបើខ្ញុំនៅបាក់ថោមវិញគឺខ្ញុំអាចចាយបាន3ខែអត់លេងសើចទេអាចឆ្លៀតដល់4-5ខែទៀតអីដែលខ្ញុំចង់ប្រាប់ទាំងអស់គ្នាគឺយើងអាចឆ្លៀតបានជាស្ដែងដូចរងថ្ងៃនេះគឺខ្ញុំរៀនបណ្ដាលខ្ញុំមានការងារខ្ញុំតខ្លួនមួយបើសិនអ្នកដឹងទេខ្ញុំក៏លក់ជើង stand កុំព្យូទ័រដែរប៉ុន្តែខ្ញុំឆ្លៀតពេលមកធ្វើ YouTube ពេលដែលខ្ញុំទនេឬក៏ពេលដែលខ្ញុំធ្វើការងារបណ្ដាលខ្ញុំអាចចែករំលែកពីរបៀបធ្វើការរបស់ខ្ញុំរបៀបកាត់តរបស់ខ្ញុំនៅក្នុង YouTube នឹងបានហើយដំបូងឡើយគឺខ្ញុំអត់ដឹងធ្វើអីទេគឺខ្ញុំធ្វើពីបទចម្រៀងប៉ុន្តែដោយសារតែបទចម្រៀងអីចឹងយើងយកបទមកពីគេវា copyright អញ្ចឹងយើងរកលុយអត់បានទេអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមរនឹក content ហើយធ្វើអីដែលខ្ញុំចេះដល់ចែកជូនទៅដល់ទាំងអស់គ្នាវាក៏ហុចផលមកខ្ញុំដែរវីដេអូខ្លះគឺបានរហូតដល់ 40k 20k 10k អីចឹងទៅខ្ញុំពិតជាសប្បាយចិត្តហើយអរគុណអ្នកគ្នាមែនទែនសម្រាប់ 3k subscriber YouTube គឺស្រួលមែនទែននៅក្នុងការដែលទាំងអស់គ្នាអាចរកលុយបានវាសម្ផស្សស្រុកខ្មែរយើងនៅខ្មែរយើងអាចរកលុយបានមិនចាំបាច់ដាក់ VPN មិនចាំបាច់ដាក់អីដូច Facebook ទេហើយយើងដាក់កុងធនាគារយើង AC ក៏បាន ABA ក៏បានដល់ថ្ងៃគឺធ្លាក់មកតែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ចាប់ផ្ដើមគឺមាន content ច្រើនមែនទេអ្នកនរគ្នាអាចធ្វើជា blog ក៏បានរឿងកំ pl ឬក៏ធ្វើជាវីដេអូចែករំលែកចំណេះដឹងអីមួយក៏បានដែរពីការធ្វើម្ហូបធ្វើអី everything ឲ្យតែអ្នកទាំងអស់គ្នាចេះឲ្យតែអ្នកនរគ្នាចង់ធ្វើសម្រាប់ខ្ញុំគឺខ្ញុំធ្វើអីដែលខ្ញុំចេះហើយក៏ធ្វើ blog អីលាខ្លះអញ្ចឹងការហុចផលម្ដងតិចរបស់ខ្ញុំហ្នឹងតាំងពីឆ្នាំមុនរហូតដល់ឥឡូវតបខ្ញុំបាន$100ហ្នឹងវាអត់ច្រើនមែនប៉ុន្តែសប្បាយចិត្តព្រោះអីអាហ្នឹងជាអីដែលយើងខិតខំប្រឹងប្រែងកន្លងមកហើយលក្ខខណ្ឌរបស់ YouTube ធ្វើវីដេអូឲ្យទាក់ទាញទៅធ្វើ content original អីដែលអ្នកនរគ្នាចេះហើយបន្ទាប់មកអ្នកទាំងអស់គ្នាអាចរកបាន fan មានចំនួន subscribe មានចំនួនម៉ោងបន្ទាប់ពីអ្នកនរគ្នារកបានចំនួន subscribe ដូចជា update ថ្មីនេះ500 subscribe 3000ម៉ោងអ្នកនរគ្នាអាចរកលុយបានទី1គឺយើងអាចធ្វើវីដេអូផ្ដល់ចំណេះដឹងឲ្យគេអ្នកមើលយើងបានចំណេះដឹងពីយើងហើយគាត់អរគុណយើងសប្បាយចិត្តហើយយើងបានបញ្ចេញអីដែលយើងចេះទៅពេលខ្លះខ្ញុំធ្វើវីដេអូបរិញ្ញាអ្នកគ្នាហ្នឹងក៏ខ្ញុំភ្លេចដែរអញ្ចឹងពេលដែលខ្ញុំភ្លេចក៏ខ្ញុំចូលទៅមើលវីដេអូរបស់ខ្ញុំខ្លួនឯងនឹងដែរអញ្ចឹងនេះជាសារខ្លីមួយសម្រាប់អរគុណទៅដល់ទាំងអស់គ្នាក៏ដូចជាអ្នកដែលចង់ចាប់ផ្ដើមអីថ្មីអញ្ចឹងទៅហើយខ្ញុំនឹងត្រឡប់មកវិញមកធ្វើវីដេអូឲ្យព្យាយាមធ្វើយ៉ាងម៉េចឲ្យបានជាប់លាប់ហើយផ្ដល់ចំណេះដឹងអីដែលខ្ញុំចេះថ្មីល្អទៅដល់ទាំងអស់គ្នាទៀតអរគុណទាំងអស់គ្នាមែនតើហើយកុំភ្លេច subscribe ខ្ញុំផងបើអត់ទាន់បាន subscribe ទេបាយទាំងអស់គ្នា